Rệp xô bụng ngồi bông phong tầng kia có đôi chia xa nửa xa tiếng bong xa nửa xa tiếng nông bong xa nửa xa tiếngជាទីគោរពអ្នកឯងហើយមុននឹងចូលទៅដល់វីដេអូការបង្រៀនរបស់ខ្ញុំសូមកុំភ្លេចជួយចុច like subscribe ក៏ដូចជាសញ្ញារូបកណ្ដឹងឲ្យខ្ញុំអ្នកមួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗក៏ដូចជាលើកទឹកចិត្តខ្ញុំឲ្យកាន់តែធ្វើឲ្យខ្ញុំកាន់តែមានទឹកចិត្តបន្ថែមក្នុងការបង្រៀនធ្វើជាវីដេអូក្នុងការបង្រៀនចា៎អញ្ចឹងសូមកុំភ្លេចជួយចុច like subscribe ហើយនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងនៅជាពិសេសទៅទៀតនោះសូមកុំភ្លេចជួយ comment នៅខាងក្រោមប្រសិនបើខ្ញុំមានចំណុចខ្វះខាតក៏ដូចជាចន្លោះខ្វះខាតត្រង់កន្លែងណាមួយនៅក្នុងការបង្រៀនរបស់ខ្ញុំមានកំហុសខុសឆ្គងកន្លែងណាមួយដូចជាពាក្យសម្ដីដូចជាការបង្រៀនជាដើមសូមកុំភ្លេចជួយ comment នៅខាងក្រោមដើម្បីឲ្យខ្ញុំកែលម្អសារឡើងវិញចាអញ្ចឹងយើងចូលទៅដល់មេរៀនរបស់យើងចាអញ្ចឹងនៅក្នុងមេរៀនរបស់យើងគឺ lesson 1 ដដែលហើយខ្ញុំបានដាក់ចំណងជើងថា go on ដោយសារមេរៀនទី1របស់យើងគឺអត់ទាន់ចប់ទេអត់ទាន់ចប់ត្រឹម A to Z ហ្នឹងទេមានន័យថាវានៅតែបន្តទៀតចាវានៅតែបន្តទៀតអញ្ចឹង A to Z មានន័យថា A ដល់ Z អញ្ចឹងយើងរំលឹកមេរៀនយើងសារឡើងវិញ A to Z មានន័យថា A ដល់ Z lesson 1មេរៀនទី1 A to Z A ដល់ Z ចាអញ្ចឹងបន្ទាប់មកយើងក៏ចាប់ផ្ដើមអាន ABC ទៅអត់អញ្ចឹងបងប្អូនទាំងអស់គ្នានៅចាំអត់ថា A មានអក្សរបែបម៉េចបងប្អូននៅចាំអត់ហើយបងប្អូនបានសរសេរតាមខ្ញុំដែរឬទេហើយបងប្អូនចេះអានហើយឬនៅពី A ដល់ Z ពី A ដល់ Z តើអានបែបម៉េចតើអានចប់ហើយឬនៅចាអញ្ចឹងអានតាមខ្ញុំទាំងអស់គ្នាដើម្បីជាការរំលឹកសារឡើងវិញ A B C D E F G H I J K L M N O P Q R S T U V W X Y Z តើព្យញ្ជនៈតើអក្សរទាំងអស់ក្រុម26តួហើយឬនៅបងប្អូនបាន note ហើយឬនៅថាអក្សរពី A ដល់ Z មានប្រមាណតួបងប្អូននៅចាំអត់អញ្ចឹងពី A ដល់ Z គឺមាន26តួពេលដែលយើងមិនទាន់បំបែកវាជាស្រៈឬក៏ជាព្យញ្ជនៈពេលដែលយើងបំបែកវាហើយទើបយើងដឹងថាតើស្រៈមានប៉ុន្មានព្យញ្ជនៈមានប៉ុន្មានអញ្ចឹងយើងបន្តមេរៀនយើងទាំងអស់គ្នាពី A to Z ដដែលក៏ប៉ុន្តែយើងរៀងកម្រិតរៀងលើសពីណាំងបន្តិចទេចាអត់ធំអត់ខ្លាំងទេគឺបន្តិចគឺយើងត្រូវដឹងថា A ស្មើស្រៈអីគេតើ A B គឺជាព្យញ្ជនៈឬមួយក៏ជាស្រៈអញ្ចឹងយើងបានដឹងគ្រឹះពីក្រោមខ្លះមិនមែនខ្លះទេគឺបានមួយចំនួនហើយពីយើងបានស្គាល់អក្សរ A B C D រហូតដល់អក្សរ Z ហើយអញ្ចឹងយើងរៀនអំពីអក្សរ A វាជាស្រៈឬក៏ជាព្យញ្ជនៈតើ A ស្មើស្រៈអីគេឬមួយក៏ជាអក្សរអីគេក្នុងភាសាខ្មែររបស់យើងចាក្នុងភាសាអក្សរអង់គ្លេសគឺអក្សរ A គឺស្មើស្រៈ A ស្រៈ I និងស្រៈ A ចាអញ្ចឹង A ស្មើស្រៈ A ស្រៈ I ស្រៈ A ហើយនឹងអក្សរ B ស្មើបឬបសំឡេងរបស់វាគឺបងប្អូនដឹងអត់ B សំឡេងរបស់វាយ៉ាងម៉េច B សំឡេងរបស់វាគឺបចាអញ្ចឹង B សំឡេងរបស់វាគឺបអញ្ចឹងវាស្មើបឬបសំឡេងរបស់វាគឺបចានឹងអក្សរ C មួយទៀតតើ C សំឡេងវាបែបម៉េចយើងដឹងអត់ C សំឡេងវាបានប៉ុន្មាន C សំឡេងវាគឺបាន2សំឡេងខហើយនិងស
ta so ta vi smile nâng so khmer vậy khá vi smile nâng so khmer khó so so sầm lên được bao vi bàn pí ấy cái khăn bánh mình chẳng xe sầm lên việc bàn pí khợ hay nắng sợ chà khợ hay nắng sorry hay nắng sợ chẳng xe sầm lên việc bàn pí khợ hay nắng sợ mà khó sợ sợ xí mà sầm lên được việc khợ sợ xí mà khó sợ sợ năng ở sau môi tiết cứ ở số đi ta đi sầm lên đi chẳng đừng mà đẩy đằng á chắc dương thật đang xem thạc đi mà đo được đó thử á chắc đi mà số đo được đồ chè đi mà số đo được đồ sầm lên là bao vía càng ai đây đây vía mà nặng là đó sầm lên là bao vía chẳng đừng mà đấy chắc đi sầm lên là bao vía cứ xong phải chạm bằng tay chẳng bị mà bò xong lên rồi viết cực bờ chắc xì xong lấy khó sờ xong chắc xong lên rồi viết ban pi đài nhưng mà ta cái này này cái giật đằng đài chắc xong lên rồi viết ban pi khờ hay nấn sợ chắc đi cả đôi khi đi như xong lên từ môi tế đã sợ bị dừng chẳng đấy chắc đi bò giật đằng thả đi mà đo được đó xong lên rồi viết giật đằng mà đấy đằng át chắc đi xong lên rồi bao vi cứ đỡ chè đi xem đây độ viên từ đỡ hay nắng số y tao viết mà nâng ở số đường mùi cả chỉ sẻ tao viết mà nâng chương trình nè đường mùi cả chỉ sẻ đang ngót chẳng ở số ý viết mà nâng sẻ ý nâng sạ y chà chắc dân ban sạ pi thử nó chắc dân complete node phong complete cấp tam khiêm phong chà chắc chà khăn ông là so dân ban